បងប្អូនអ្នកប្រដាល់កំពុងឡើងកោតខំនិករាជកំពុងសម្រុកវឹកហាត់យ៉ាងខ្លាំងដើម្បីត្រៀមទទួលជើងខ្លាំងមកពីអរងអាមៀលវ៉ាហាប់នីយ៉ានាចុងសប្តាហ៍នេះនៅស្ថានីយទូរទស្សន៍ហងមាសដៃគូរបស់និករាជម្នាក់នេះមិនធម្មតាទេបងប្អូនគេធ្លាប់យកឈ្នះកឹមវាសនាហើយការពីពេលថ្មីនេះរូបគេក៏ទើបតែយកឈ្នះវងវិឆ័យផងដែរក្នុងជំនួបដ៏សំខាន់នេះលោកបឺតខំដែលជាគ្រូបង្វឹករបស់កីឡាករខំនិករាជបានដាក់ក្តីរំពឹងខ្ពស់ថានិករាជអាចនឹងសងសឹកឲ្យរៀមច្បងទាំងពីរបានបើតាមការបញ្ជាក់ពីខំនិករាជបានឲ្យដឹងថាគេបានត្រៀមខ្លួនយ៉ាងល្អនៅក្នុងការប្រកួតមួយនេះបើទោះជាដឹងថាកីឡាករអរងម្នាក់នេះគឺជាកីឡាករដ៏ល្អមួយរូបនិងមានសមត្ថភាពខ្ពស់ក៏ដោយក៏គេមិនមានការភ័យខ្លាចឬព្រួយបារម្ភអ្វីនោះទេនិករាជបានបដិញ្ញាថារូបគេនឹងប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាពដើម្បីកុំឲ្យអ្នកគាំទ្រមានការខកចិត្តចំពោះរូបគេយ៉ាងណាយើងរងចាំមើលទាំងអស់គ្នាតើការបង្ហាញខ្លួនរបស់និករាជនាចុងសប្តាហ៍នេះរូបគេអាចធ្វើបានល្អដល់កម្រិតណាស្របពេលដែលមួយរយៈចុងក្រោយនេះអ្នកគាំទ្របានដាក់ក្តីរំពឹងខ្ពស់ទៅលើនិករាជថាថ្ងៃអនាគតគឺជាលំដាប់ A នៅក្នុងប្រភេទទម្ងន់72គីឡូក្រាមផងដែរ